បង្ហាញនៅសមត្ថភាពដែលតម្រូវទៅលើបេក្ខជនដែលមានលេខសម្គាល់លេខ1បេក្ខជននីរតនាលេងជឿលេងចង់ស្ដាប់លេងចង់ដឹងហើយលេងចង់ឃើញគ្រប់យ៉ាងបងឃើញតែអូនម្នាក់ដែលកំពុងតែឈរនៅពីមុខបងដ៏សែនទន់ភ្លន់មិនខ្វល់អ្នកណាស្រឡាញ់អូនដឹងត្រឹមថាបងស្រឡាញ់អូនខ្លាំងណាស់ទូអូនមិនពេញចិត្តទូត្រូវធ្វើមិនដេញខ្លាំងបងជំនះឲ្យអូនដឹងបងស្រឡាញ់ឈប់ញញឹមកុំទន់ភ្លន់ពេកអូកាយវិការមីស្ងួនឲ្យបងស្លាប់កាយភ្នែកដោះស្រទន់តែឲ្យបងចូលចាញ់ឆាប់ឆក់យកបេះដូងទៅណាបញ្ហាស្រឡាញ់អូនបងលេចខលពីអ្នកចិនខ្លួនដឹងត្រឹមចង់បានអូនមកពីកាយមិនទាន់បានគប់ចិនក៏ដោយតែឲ្យស្លាប់ដើម្បីរូបអូនព្រមតាមភ្លៀមថ្លៃព្រោះតែស្រឡាញ់បងលេចខ្វល់ព្រោះតែស្រឡាញ់បងលេចគិតសំខាន់អូនយល់ចិត្តណាស្រីទោះបងស្គាល់អូនយឺតពេលអូនទៅស្គាល់បងមិនគិតមិនខ្វល់សំខាន់យល់អារម្មណ៍ឈប់ញញឹមកុំទន់ភ្លន់ពេកអូកាយវិការមីស្ងួនឲ្យបងស្លាប់កាយភ្នែកដោះស្រទន់តែឲ្យបងចូលចាញ់ឆាប់ឆក់យកបេះដូងទៅណាបញ្ហាស្រឡាញ់អូនបងលេចខ្វល់ពីអ្នកចិនខ្លួនដឹងត្រឹមចង់បានអូនមកពីកាយមិនទាន់បានគប់ចិត្តក៏ដោយតែឲ្យស្លាប់ដើម្បីរូបអូនព្រមតាមភ្លៀមថ្លៃព្រោះតែស្រឡាញ់បងលេចខ្វល់ព្រោះតែស្រឡាញ់បងលេចគិតសំខាន់អូនយល់ចិត្តណាស្រីទោះបងស្គាល់អូនយឺតពេលអូនទៅស្គាល់បងលែងគិតលែងខ្វល់សំខាន់យល់អារម្មណ៍បាទអរគុណអស្រុតដៃហើយអរគុណដល់បងប្អូនដែលហូរកញ្ជ្រៀវឲ្យលើកមកងើបក្រោកឈរលើកដៃអបអរសាទរដល់បេក្ខជននេះរតនាផងហត់ទេរតនាហត់បងយេស៊ូចាហត់ទេម្ដងទៀតហត់តិចតួចហត់តិចតួចអរគុណថ្លៃចាសម្លេងហូរកញ្ជ្រៀវរបស់បងប្អូននៅក្នុងស្ទូឌីយោផ្សាយរបស់យើងចាគឺជាកម្លាំងចិត្តខ្លាំងមែនទែនដល់បេក្ខជនបាទប៉ុន្តែទុកកម្លាំងនៅផ្សល់2ជុំទៀតណាចាប៉ុន្តែហូរខ្លាំងយ៉ាងណាក៏ដោយបើសិនបងប្អូនអត់បោះឆ្នោតគ្រប់គ្រងគាត់ក៏អត់បានដែរចាឥឡូវនេះស្ដាប់យោបល់ពីគណៈកម្មការវិញម្ដងបាទឥឡូវនេះសូមអញ្ជើញលោកព្រាបសវត្តបាទផ្ដល់យោបល់ជូនបងពេញចិត្តបងច្រៀងមួយបទនេះធ្ងន់ហើយល្អបទយើងស្ដាប់មកគឺហាក់ដូចជាយើងលង់នៅក្នុងអវ័យមួយនិយាយទៅគឺអូនប្រើប្រាស់នៅសម្លេងរបស់អូនបទនេះគឺបានល្អណាស់បងសរសើរសម្លេងបងអូនធ្ងន់ល្អហើយបងស្ដាប់ទៅហាក់ដូចជាឲ្យរឹតគាត់និយាយម្ដងសម្រាប់បទចម្រៀងមួយបទនេះអូនហាក់ដូចជាស្គាល់រីកស្គាល់ដង្ហើមនៃបទចម្រៀងនេះខ្លាំងមែនទែនពីព្រោះបទចម្រៀងមួយបទនេះមានកន្លែងដែលយើងថ្នមមានកន្លែងដែលយើងបង្ហាញចេញពីទុកព្រួយរបស់យើងដូច្នេះនៅក្នុងបទចម្រៀងមួយបទនេះរតនាធ្វើបានយ៉ាងល្អបងពេញចិត្តចំពោះសមត្ថភាពរបស់បងអូនអរគុណចាសូមជើញកញ្ញាអរគុណកញ្ញាវ៉ាវរតនាល្អខ្លាំងមែនតើនៅក្នុងបទសម័យទំនើបរបស់បទនេះល្អបំផុតគួរឲ្យគាត់
គួរឲ្យកត់សម្គាល់ហើយគួរឲ្យសរសើរបងអូនចាហើយជូនពរឲ្យបងអូនទទួលបាននូវភាពជោគជ័យផងនៅក្នុងរាត្រីនេះចា បាទអរគុណឥឡូវនេះស្ដាប់យោបល់ពីលោកឈុនសវណ្ណរាជវិញម្ដងតើមានយោបល់យ៉ាងណាដែរបាទ អរគុណសម្រាប់ជុំទី2នេះរតនាធ្វើឲ្យបងទាំង4នាក់ក៏ដូចជាទស្សនិកជនទាំងអស់ភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់រតនាឃើញថារតនាល្អមែនទែននៅក្នុងវគ្គនេះហើយសរសើរមែនទែននៅក្នុងយប់នេះបងធ្វើបានល្អបងចូលចិត្តជូនពរឲ្យរតនាជោគជ័យនៅក្នុងយប់នេះ សូមអរគុណបាទអរគុណដល់គណៈកម្មការទាំង4រូប អរគុណ គុណច្រើនណាស់រតនាបាទសូមអនុញ្ញាតសម្រាប់សិនចុះតែដៃអបអរសាទរស្វាគមន៍ម្ដងទៀតបាទមិនដែរពីរជុំហើយបើខ្ញុំជាបេក្ខជនមើលដូចជាហត់ជំនួសគាត់ប្រឹងស្រែកហ៎ ចា បាទឥឡូវនេះនៅសល់2ជុំទៀត ចាប៉ុន្តែជាក្នុងការនេះចង់បញ្ជាក់ប្រាប់ទៅដល់ប្រិមិត្តទូរទស្សនិកជនទូទាំងប្រទេសដែលកំពុងតែទស្សនាកម្មវិធីរបស់យើងក៏ដូចជាប្រិមិត្តទូរទស្សនិកជនដែលមានវត្តមាននៅក្នុងស្ទូឌីយោផ្សាយរបស់យើងផងដែរថាការសរសើរការលើកទឹកចិត្តរបស់គណៈកម្មការទាំង4រូបនៅក្នុងរាត្រីនេះមិនមែនជាការដាក់ពិន្ទុនោះទេ បាទ ចា ការដាក់បន្ទុកការសម្រេចចិត្តឲ្យបេក្ខជនអាចក្លាយទៅជាម្ចាស់ពានរង្វាន់កម្មវិធី Cambodian Idol រដូវកាលទី1នេះបានគឺអាស្រ័យទៅលើការបោះឆ្នោតដូច្នេះសម្រាប់បងប្អូនដែលពេញចិត្តបាទសូមបាទកត់នៅលេខសម្គាល់របស់បេក្ខជននីមួយៗដើម្បីនៅក្នុងវគ្គចុងក្រោយនឹងធ្វើការបោះឆ្នោតជូនទៅដល់បេក្ខជនទាំង3រូប ចាដែលហេតុថាប្រិមិត្តទូរទស្សនិកជនបានទស្សនាការបង្ហាញសមត្ថភាពបេក្ខជនរបស់យើងចំនួន2ជុំរួចមកហើយចាហើយសមត្ថភាពរបស់គាត់គឺគួរឲ្យកត់សម្គាល់មែនទែនខុសភាពខុសប្លែករបស់ពួកគាត់ដែលបង្ហាញនៅក្នុងរាត្រីនេះធ្វើឲ្យទស្សនិកជនកំពុងតែមានការពិបាកចិត្តក្នុងការថ្លឹងថ្លែងហើយ ត្រឹមត្រូវ ចា ថាតើសម្រាប់ជុំទី3ពីកម្មវិធីតម្រូវឲ្យបេក្ខជនទាំង3រូបបកស្រាយទៅលើបទចម្រៀងបែបអ្វីបន្តិចនេះជួបគ្នាសាជាថ្មីសូមពេលអញ្ញាសម្រាប់បន្តិចសិន